ជម្រាបសួរបងប្អូនខ្ញុំសូមធ្វើវីដេអូនេះបង្ហាញពីរបៀបចងខ្សែដៃអង្កាំសាងពីក្លឹមឈើបត់ខ្សែជាពីរបងប្អូនចឹងមានភ្ញៀវគាត់កំងឲ្យខ្ញុំនឹងជួយបង្ហាញវីដេអូរបៀបចងខ្សែបត់ជាពីរចឹងបងប្អូនមុននឹងចងចឹងបងប្អូនត្រូវរៀបខ្សែដៃអង្កាំនឹងក្របអង្កាំនឹងឲ្យចេញរាងជាខ្សែដៃជាមុនសិនបានយើងចងកើតចឹងរៀបដូចខ្ញុំចឹងមកបន្ទាប់មកបងប្អូនត្រូវមានខ្សែឆ្មាទូចមួយដូចខ្សែសន្ទូចចឹងណាដើម្បីយើងស្រួលដោតចូលក្នុងក្រមកម្មបន្ទាប់មកបងប្អូនត្រូវបត់ខ្សែជាពីរខ្សែដែលយើងដោតចងក្រមកម្មហ្នឹងចឹងបងប្អូនបត់ជាពីរហើយដោតខ្សែស្ទូចហ្នឹងឲ្យចំពាក់កណ្ដាលមកហើយបងប្អូនដោតម្ដងមកគ្រាប់បញ្ជាក់ជូនណាបងប្អូនត្រូវដាក់ឡតវែងរាងជ្រុងហ្នឹងដាក់ឲ្យវានៅចុងទីដើម្បីយើងងាយស្រួលលាក់មុខតំណពេលដែលយើងចងរួចអញ្ចឹងបងប្អូនដោតដល់មួយរហូតដល់អស់គ្រាប់ចុងក្រោយគេធ្វើម៉េចទុកឡតហ្នឹងដើម្បីយើងលាក់មុខតំណឲ្យវាឃើញស្អាតអីចឹងណាបើយើងដាក់នៅគ្រាប់ទូចគ្រាប់មូលទូចហ្នឹងវាខ្លីអញ្ចឹងវាអាចចេញមុខតំណអីចឹងណាអញ្ចឹងយើងត្រូវដាក់អញ្ចឹងឲ្យបងប្អូនចងដូចខ្ញុំចឹងមកអញ្ចឹងមុននឹងគួចចងបងប្អូនត្រូវទាញខ្សែចុះឡើងឲ្យវាសមល្មមឲ្យកុំឲ្យវាតឹងពេកហើយក៏កុំឲ្យធូរពេកចឹងណាចឹងដល់ពេលយើងទាញឲ្យវាស្មើអីហើយចឹងចាំបងប្អូនគួចចងដូចខ្ញុំចឹងមកដូចក្នុងវីដេអូហ្នឹងណាកន្លែងនេះខ្ញុំរៀងពិបាកគួចបន្តិចចឹងពេលបងប្អូនគួចរួចបងប្អូនទាញកន្លែងមុខតំណហ្នឹងឲ្យរៀងតឹងឲ្យទូចបន្តិចមកដើម្បីយើងស្រួលទាញចូលឡតណាចឹងបងប្អូនកាត់ខ្សែត្រឹមឲ្យវាអាចថាមិនខ្លីពេកមិនវែងពេកជាមួយឡតហើយបន្ទាប់មកបងប្អូនរោលភ្លើងតិចមកអញ្ចឹងបងប្អូនទាញចូលក្នុងឡតមកអញ្ចឹងជាការស្រេចអញ្ចឹងឃើញខ្សែដៃយើងស្អាតដល់ពេលបងប្អូនទាញមុខតំណចូលហើយបងប្អូនទាញវាតិចអញ្ចឹងឲ្យវាស្មើខ្សែគ្នាអញ្ចឹងប៉ុណ្ណេះបានខ្សែដៃស្អាតមួយខ្សែអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនជម្រាបលា